ជាដំបូងនេះគឺជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជាមិនបានប្រើប្រាស់អាវុធបាញ់គ្រាប់បែកខ្នាត40មីលីម៉ែត្រចូលក្នុងទឹកដីថៃដោយជាការចោទប្រកាន់របស់ថៃនោះទេសេចក្តីប្រកាសព័ត៌មានលោកជំទាវឧត្តមសេនីយ៍ឯកម៉ាលីសុជាតាអ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមជម្រាបជូនសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិមេត្តាជ្រាបថានៅថ្ងៃទី24ខែកុម្ភៈឆ្នាំ2026នេះមានភេកផ្លូវការរបស់យោធានិងបណ្ដាញសារព័ត៌មានរបស់ថៃមួយចំនួនបានផ្សព្វផ្សាយថាភាគីកម្ពុជាបានប្រើប្រាស់អាវុធបាញ់គ្រាប់បែកខ្នាត40មីលីម៉ែត្របាញ់ចូលមកតំបន់ក្បែរចំណុចល្បាតរបស់ភាគីថៃចំនួន1គ្រាប់នៅវេលាម៉ោង 8:50 នាទីព្រឹកនៅទល់មុខភូមិសាស្ត្រគោល8ចាក់ច្រែងក្នុងខេត្តព្រះវិហារអ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមធ្វើការបដិសេធចោលយ៉ាងដាច់អហង្ការចំពោះការចោទប្រកាន់នេះហើយអំពាវនាវឲ្យភាគីថៃបញ្ឈប់ការចុះផ្សាយព័ត៌មានមិនពិតដែលអាចបង្កឲ្យមានការយល់ច្រឡំនិងការកើនឡើងនូវភាពតានតឹងយោងតាមព័ត៌មានដែលបានទទួលពីយុទ្ធភូមិភាគទី4នៃកងយុទ្ធពលខេមរៈភូមិន្ទបានបញ្ជាក់ថាបន្ទាប់ពីឮសូរសំឡេងផ្ទុះនិងសំឡេងបាញ់កាំភ្លើងនៅខាងភាគីថៃក្រុមទំនាក់ទំនងរបស់យុទ្ធភូមិភាគទី4របស់កម្ពុជានិងកងទ័ពភូមិភាគទី2របស់ថៃបានតាក់ទងសាកសួរនិងផ្ដល់ព័ត៌មានគ្នាលើករណីនេះរួចរាល់ហើយនិងបានបញ្ជាក់យ៉ាងច្បាស់ទៅកាន់កងទ័ពភូមិភាគទី2ថៃថាកងកម្លាំងរបស់កម្ពុជាមិនបានបាញ់ដោយការចោទប្រកាន់នោះទេក្រសួងការពារជាតិកម្ពុជាសូមបញ្ជាក់ពីការបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ច្បាស់លាស់ក្នុងការគោរពនិងអនុវត្តយ៉ាងពេញលេញខ្ជាប់ខ្ជួននិងប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុតចំពោះសេចក្តីប្រកាសរួមនៃកិច្ចប្រជុំលើកទី3នៃគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC ថ្ងៃទី27ខែធ្នូឆ្នាំ2025សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃថ្ងៃទី26ខែតុលាឆ្នាំ2025និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀតជាពិសេសការប្រឆាំងទៅនឹងព័ត៌មានคล้ายៗដើម្បីឆ្ពោះទៅការធ្វើឲ្យប្រសើរឡើងវិញឆាប់រហ័សនិងការវិលត្រឡប់ទៅរកប្រក្រតីភាពសន្តិភាពស្ថិរភាពនិងសុវត្ថិភាពយូរអង្វែងនៅតាមបណ្ដោយព្រំដែនជាមួយគ្នានេះក្រសួងការពារជាតិសូមអំពាវនាវដល់សាធារណជននិងអ្នកសារព័ត៌មានទាំងអស់សូមកុំចែករំលែកនៅព័ត៌មានคล้ายៗដែលបានផ្សព្វផ្សាយដោយសារព័ត៌មានថៃខាងលើដោយតាមដាននិងទទួលយកតែព័ត៌មានដែលមានប្រភពច្បាស់លាស់ត្រឹមត្រូវនិងជឿទុកចិត្តបានជាពិសេសការផ្ដល់ជូនព័ត៌មានដោយរាជរដ្ឋាភិបាលទំព័រផ្លូវការរបស់ថ្នាក់ដឹកនាំក្រសួងនិងអង្គភាពពាក់ព័ន្ធរបស់យើងអាស្រ័យដោយបានជម្រាបជូនខាងលើសូមសាធារណជនអ្នកសារព័ត៌មានជាតិនិងអន្តរជាតិជ្រាបជាព័ត៌មានថ្ងៃអង្គារ8កើតខែផល្គុនឆ្នាំម្សាញ់សប្តាហ៍ស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី24ខែកុម្ភៈឆ្នាំ2026